បាទខ្ញុំរស់នៅក្នុងភូមិកំណើតខ្ញុំតាំងពីទូតែការងារពួកខ្ញុំមានតែស្រែចម្ការហើយនឹងការនេសាទតបផ្សំពីធ្វើស្រែចម្ការហ្នឹងមកក៏យើងចុះទៅនេសាទត្រីដើម្បីបានម្ហូបចិញ្ចឹមគ្រួសារការដែលយើងជួបពេលវាពេលកាលទៅវាពិបាកដល់កូនចៅណាក៏ខ្លួនឯងក៏ពិបាកផងណាការពារខ្លាច់មូសណាការពារខ្លាច់សត្វប្រឡត់បពោះហើយវាប៉ះពាល់យើងដល់ពេលយើងទៅបត់យើងវាពេលកាលហ្នឹងវាដើរទៅធម្មតាដើរជន់វាធ្វើយើងវិញហ្នឹងហើយតែបើយើងមានប្រគុណវិញយើងស្រួលបាទទី1ក៏ការពារបានចង់ 50% ដែរហើយទី2មកក៏ភ្លៀងយើងក៏អត់ស្ទឹកដែរដល់ពេលដែលគាត់ទទួលបានប្រគុណគ្រប់គ្រួសារហើយគាត់ទៅជាសប្បាយចិត្តបាទមួយគាត់រហូតដល់ប្រាប់យើងថាអ៊ំមកខ្ញុំធ្វើតាំងពីដើមមកខ្ញុំប្រហែលជាស្រួលដូចនេះដែរព្រោះគាត់អត់ពេលទៅបាត់ជើងគាត់អត់ខ្លាចពោះឬក៏ពេលភ្លៀងពេលអីគាត់ស្ទឹកភ្លៀងអត់អីឬក៏គាត់ទៅនៅបាត់ជើងទៅដោយសាររំនឹងបាត់ជើងធម្មតាវាពីវាលពីកាលហ្នឹងជួកាលទៅកដាលវាលគាត់អត់ហ៊ានបាត់ទេអញ្ចឹងគាត់អាចរត់ទៅកន្លែងផ្សេងទៀតទៅរកព្រៃឥឡូវហ្នឹងមានប្រគុណហ្នឹងក៏គាត់ត្រេកអរអ្នកមិនមានប្រគុណហ្នឹងឥឡូវក៏គាត់ចង់បានដែរព្រោះដោយសារការបាត់ជើងនៅដែលមានបន្ទប់ទឹកហ្នឹងវាស្រួលជាងគាត់នៅខាងក្រៅបាទហើយយើងមានការអនាម័យក្នុងក្រុមគ្រួសារហើយទឹកក៏យើងយកមកយើងក៏មិនមែនថាផឹកទឹកឆាវញ៉ាំទឹកឆៅទេយើងដាំឲ្យឆ្អិនបានយើងញ៉ាំបាទកាលពីមុនពិបាកណាស់យើងដើរយប់លប់យើងដើរទៅរែកទ្រាំមកដល់ផ្ទះវិញទៅកូនដេកស្ងាត់ជ្រាបបាទទ្រាំបានធ្វើម្ហូបឆ្អិនឲ្យកូនហូបកូនដេកអស់ដល់ធ្វើហើយបានដាស់កូនឡើងមកញ៉ាំបាយភាសាទៀតដល់ពេលឥឡូវទៅយើងបានធ្វើតន់ពេលវេលាឲ្យគាត់ញ៉ាំបានតន់ថ្ងៃតន់ពេលវេលាគាត់ត្រូវគេងត្រូវអីចឹងយើងធ្វើឲ្យតន់ពេលវេលាគាត់ញ៉ាំទៅគាត់បានញ៉ាំឆ្អែតគាត់គេងហើយមេបាទសាររងចាំត្រីធំពេលនោះមានប្រព័ន្ធចាយទឹកស្អាតទៅក្នុងឃុំព្រះរំកិលហ្នឹងអាចជួយក្នុងការកាត់បន្ថយចំណាយលើប្រជាពលរដ្ឋដែលគាត់ជួយទិញទឹកបើដោយសារមុនហ្នឹងគាត់ទិញទឹកក្នុងមួយស្តែនហ្នឹងពី2000លីត្រហ្នឹងគាត់ទិញចំនួន20000រៀលទៅ30000រៀលដល់រយៈពេលផ្លូវដែលគេដឹកអញ្ចឹងណាបងពេលយើងមានប្រព័ន្ធចាយទឹកស្អាតហ្នឹងគេក៏ជួយកាត់បន្ថយដល់ប្រជាពលរដ្ឋដែលគាត់នៅឆ្ងាយកាត់បន្ថយចំណាយហើយនឹងជួយកាត់បន្ថយគ្រោះថ្នាក់ផ្សេងដល់ដូចជាកូនក្មេងចោះរែកទឹកដោយសារតែនៅនេះវាជនបទពុំលងស្វាយយើងបានចំណូល7644000ពុំលើបាន7244000ដំណើរការទី1គឺបូមពីទន្លេឡើងមកអាងប្រព័ន្ធចាយទឹកស្អាតចម្រោះខ្សាច់ហើយនឹងចម្រោះស្លែហើយចូលប្រព័ន្ធចម្រោះទឹកស្អាតបានចូលក្នុងអាងស្តុបទឹកចំនួន70គីបហើយបូមឡើងខាងលើមានស្តែនទឹកចំណោះ10000លីត្របានហូរចោះចែកចាយតាមភូមិនីមួយៗការងារអង្គការក៏ដូចជាគម្រោង1000ថ្ងៃវាជាការងាររបស់រាជរដ្ឋាភិបាលដូចគ្នាគ្រាន់តែថាភាគីអង្គការគាត់អនុវត្តបាទភាគីមន្ទីរចូលរួមជាបច្ចេកទេសបាទធនធានមនុស្សនិងបច្ចេកទេសចូលរួមហើយគោលដៅហើយនឹងលទ្ធផលគឺកាត់បន្ថយភាពក្រីក្រតាមរយៈផែនការយុទ្ធសាស្ត្រជាតិក៏ដូចជារាជរដ្ឋាភិបាលដើម្បីយើងកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍យើងខ្ញុំដល់ពេលបានយកទឹកស្អាតយើងមកកម្រងតចូលមកខ្ញុំចំណេញពេលវេលាច្រើនបាទហើយបាទដល់ពេលយើងកាត់មុនយើងមិនទាន់មានយើងខ្វះពេលវេលាធ្វើមុខផុតក្រោយទៅក្រោយផុតមុខធ្វើការងារជាមួយសហគមន៍ផ្នែកសុខភាពអនាម័យនិងនាំព័ត៌មានល្អៗទៅប្រាប់សហគមន៍ដើម្បីឲ្យមនុស្សខ្មែរយើងបានផ្លាស់ប្ដូររស់នៅក្នុងភាពរីករាយហើយនឹងមាន
សុខភាពល្អហើយក្នុងនោះផងដែរក៏អរគុណដល់អាជ្ញាធរតាំងពីឋានៈមន្ទីរហើយស្រុកឃុំនិងពិសេសគឺអាជ្ញាធរភូមិដែលបានចូលរួមសហការយ៉ាងល្អក្នុងការជំរុញការងារក្នុងការសហការជាមួយអង្គការក្នុងការផ្ដល់ឱកាសឲ្យអង្គការក្នុងការអនុគ្រោះដល់អង្គការនៅពេលណាដែលយើងត្រូវការធ្វើការជាមួយគ្នាទើបមានជោគជ័យថ្ងៃនេះសម្រាប់យើងទាំងអស់គ្នាបាទពេលឥឡូវនេះខ្ញុំបានតបប្រព័ន្ធទឹកស្អាតចូលផ្ទះហើយនឹងមានប្រព័ន្ធអនាម័យមានអារម្មណ៍ថាសប្បាយចិត្តបាទហើយមានខាងអង្គការវឌ្ឍនភាពគម្រោង1000ថ្ងៃគាត់ជួយមានអីសប្បាយជាងនេះទៀតទេគាត់ថាសប្បាយលើនេះទៀតមានតែខំធ្វើឲ្យបានច្រើនបានសប្បាយបាទទោះបីខ្លួនក្រក៏ដោយតែយើងមានរបស់ប្រើគ្រប់គ្រាន់ក៏យើងសប្បាយចិត្តដែរ